បងប្រុសបានធ្វើការណាត់សាក់យ័ន្តជាមួយនឹងខាងអាស្រមយើងហើយអ្វីដែលពិសេសនោះគឺគាត់បាននាំក៏ដូចជាអនុញ្ញាតឲ្យកូនប្រុសរបស់គាត់ដែលមានវ័យ18ឆ្នាំនោះធ្វើការសាក់យ័ន្តជាលើកដំបូងគោលការណ៍នៃអាស្រមរបស់យើងគឺអាយុចាប់ពី16ឆ្នាំរហូតដល់20ឆ្នាំត្រូវមានការអនុញ្ញាតពីឪពុកម្ដាយដោយពួកគាត់អញ្ជើញមកផ្ទាល់ជាមួយនឹងកូនរបស់គាត់ទើបខាងយើងអាចសម្រេចចិត្តក្នុងការសាក់បានបងប្រុសមកពីប្រទេសបារាំងហើយគាត់បានប្រាប់ខាងពួកយើងថាឪពុករបស់គាត់ជាជនជាតិខ្មែរដែលបែកចេញតាំងពីសម័យអាព័ទ្ធមកអ្វីដែលពិសេសនោះដែលធ្វើឲ្យគាត់សប្បាយចិត្តនោះគឺការមកលេងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងជាមួយនឹងកូនប្រុសរបស់គាត់ដែលបានធ្វើការសាក់បែបបុរាណខ្មែរយើងនេះការសាក់ដោយដៃបែបនេះគឺចំណាយពេលយូរជាងម៉ាស៊ីនដោយបងប្អូនឃើញនៅក្នុងវីដេអូបែបនេះអញ្ចឹងគឺយើងត្រូវការផ្ចិតផ្ចង់បុកមួយតួឲ្យត្រូវទៅតាមអក្សរអក្ខរាវិរុទ្ធទៅតាមមន្តគាថាហើយដោយក្នុងរូបនេះអញ្ចឹងយ័ន្តនេះគឺចំណាយពេលចន្លោះពី45នាទីទៅ1ម៉ោងឬក៏1ម៉ោងកន្លះទៅតាមកន្លែងឬក៏ទីតាំងដែលបានធ្វើការសាក់នោះជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលតាមដានវីដេអូមួយនេះរហូតដល់ចប់ជួបជាមួយនឹងខ្ញុំបាននៃវីដេអូក្រោយៗទៀតសូមអរគុណ